ធ្លាប់តែច្រៀងរាំនិងសម្ដែងព្រះនាងនរោត្តមសេនានឹងមានវត្តមានថ្មីជាមួយនឹងការបង្ហាញម៉ូដដល់ធំប្រចាំឆ្នាំទស្សនិកជនធ្លាប់តែឃើញព្រះនាងនរោត្តមសេនាច្រៀងរាំនិងសម្ដែងតែពេលនេះព្រះនាងនឹងលេចវត្តមានថ្មីនៅក្នុងការបង្ហាញម៉ូដដល់ធំជាលើកដំបូងនៅក្នុងជីវិតជាមួយនឹងរសជាតិថ្មីប្លែកមិនធ្លាប់មានពីមុនមកតាមការបញ្ជាក់ប្រាប់ពីលោកអូលីវ៉ាគង់ដែលជាអ្នកច្នៃម៉ូដនិងបង្រៀនដើមម៉ូដែលល្បីឈ្មោះឲ្យបានដឹងថានៅថ្ងៃទី6ខែមេសាឆ្នាំ2025ខាងមុខលោកត្រៀមនឹងរៀបចំពិធីបង្ហាញម៉ូដដល់ធំប្រចាំឆ្នាំមួយដែលមិនធ្លាប់មានពីមុនមកដោយបានអញ្ជើញតារាបង្ហាញម៉ូដជាច្រើនចូលរួមក្នុងនោះក៏មានព្រះនាងនរោត្តមសេនាចូលរួមបង្ហាញម៉ូដនៅពេលបិទកម្មវិធីផងដែរនេះជាលើកទី1ហើយដែលព្រះនាងនរោត្តមសេនានឹងមានវត្តមានក្នុងវិស័យបង្ហាញម៉ូដជាក់ស្ដែងកន្លងមកព្រះនាងលេចមុខតែក្នុងការងារចម្រៀងសម្ដែងនិងរាំតែប៉ុណ្ណោះមហាជនជាច្រើនកំពុងទន្ទឹងរង់ចាំមើលព្រះនាងចេណាក្នុងវិស័យបង្ហាញម៉ូដវិញម្ដងថាតើព្រះនាងអាចធ្វើបានល្អកម្រិតណាដែរជាមួយគ្នានេះលោកអូលីវ៉ាគង់ក៏ជាអ្នកបង្ហាត់បង្រៀនព្រះនាងនរោត្តមសេនាដោយផ្ទាល់តែម្ដងសម្រាប់បង្ហាញម៉ូដនៅក្នុងកម្មវិធីដ៏ធំនៅខែក្រោយលោកអូលីវ៉ាគង់បានប្រាប់ថាព្រះនាងពូកែខ្លាំងណាស់មិនថាច្រៀងសម្ដែងឬរាំសូម្បីតែការបង្ហាញម៉ូដក៏មិនធម្មតាដែរលោកបង្រៀនព្រះនាងត្រឹមតែ2 ទៅ 3 ដងគឺព្រះនាងអាចចាប់បាននិងពូកែខ្លាំង